ទឹកជ្រោះប៊ូស្រាសំលេងព្រាបបីដូចជាដូរតន្ត្រីកំដរអារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តនៅទឹកជ្រោះប៊ូស្រានាខេត្តមណ្ឌលគិរីគឺថាថ្ងៃនេះមានភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកំសាន្តច្រើនមែនទែនតែម្ដងនៅទឹកជ្រោះប៊ូស្រាការអភិវឌ្ឍនៃការរៀបចំដ៏ល្អប្រពៃសម្រាប់ទឹកដីនៃខេត្តមណ្ឌលគិរីជាពិសេសទីកន្លែងដែលខ្ញុំសូមបរិយាយតែមួយគឺទឹកជ្រោះប៊ូស្រាគឺថាមានការរៀបចំច្រើនមែនទែនតែម្ដងនៃការផ្ដល់សេវាកម្មដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៃការផ្ដល់ជូននៅទឹកធ្លាក់ដ៏ប្រពៃមានកន្លែងភេសជ្ជៈមានកន្លែងអាហារសម្រាប់ញ៉ាំកំសាន្តនៅពេលដែលលោកអ្នកមកលំហែកាយនៅទីនេះងូតទឹកជ្រោះធ្លាក់ពីលើកំពូលភ្នំទោះបីជាយ៉ាងណាក៏ដោយចុះខ្ញុំសូមជម្រាបថាអស់លោកអ្នកនាងដែលមកលេងនៅទឹកជ្រោះប៊ូស្រាយើងចុះពីចំណែកមកខាងដែលខ្ញុំបានថតមុននេះបងប្អូនដែលឆ្លងកាត់ស្ពានហើយចុះមកខាងក្រោមគឺនៅកន្លែងនេះយើងជាប់ជាមួយនឹងទឹកធ្លាក់តែម្ដងខ្ញុំឈរនៅទីនេះក៏ទៅសើមនៃបំណែកទឹកនឹងបាទគឺថាហោះមកប៉ះខ្លួនយើងថាដូចគ្នាផងដែរបងប្អូនដើរលេងអស់កម្លាំងកុំភ្លេចចូលមកញ៉ាំកាហ្វេនៅទីនេះគឺយើងមានកាហ្វេមានភេសជ្ជៈគ្រប់មុខដែលជាតម្រូវការរបស់បងប្អូនអ្វីកាន់តែផងប្រសើរគឺថាមានកន្លែងអង្គុយសម្រាប់មើលទឹកធ្លាក់ពីបាទជ្រោះមកហើយនៅទីនេះក៏បានបងប្អូនអាចថតរូបដើម្បីស្ដាប់យកនូវទាំងទស្សនីយភាពដ៏ល្អប្រពៃពីទឹកជ្រោះនៃរមណីយដ្ឋានប៊ូស្រាខេត្តមណ្ឌលគិរីបងប្អូនប្រសិនបើបងប្អូនធ្វើដំណើរមកដល់ទឹកជ្រោះប៊ូស្រាកុំភ្លេចឡើងមកខាងលើដោយសារតែយើងមានស្ពានមានផ្លូវកំពុងតែមានការអភិវឌ្ឍអញ្ចឹងគឺថាយើងអាចមកខាងលើនេះយើងមើលទេសភាពដ៏ល្អទឹកជ្រោះខាងលើណាប៉ុន្តែមកដល់ទីនេះការងូតនៅខាងលើគួរតែមានការប្រុងប្រយ័ត្នឲ្យបានមែនទែនហើយដោយសារតែមានការអភិវឌ្ឍគឺធ្វើឲ្យបាទទឹកជ្រោះប៊ូស្រារបស់យើងគឺថាមានលក្ខណៈបាទល្អមានផ្លូវមានអីកន្លែងនេះកាលពីដើមឡើយអត់មានស្ពានទេឥឡូវធ្វើផ្លូវពីមុខមកបាទហើយចាក់បេតុងហើយមានស្ពានសម្រាប់ឲ្យយើងឆ្លងបាទទៅតាមនេះតែម្ដងអញ្ចឹងនេះគឺជាកំពូលនៅខាងលើចំណែកឯខាងក្រោមដែលបងប្អូនបានឃើញមុននេះបន្តិចគឺជាកន្លែងទឹកធ្លាក់ទី1ទឹកធ្លាក់ទី2ទឹកធ្លាក់ទី3បាទដូច្នេះនៅទីនេះគឺកំពុងតែមានការអភិវឌ្ឍជាបណ្ដាទិដ្ឋភាពល្អប្រពៃណាស់ដោយអ្វីដែលបងប្អូនបានឃើញនៅក្នុងវីដេអូដែលយើងខ្ញុំបាននឹងកំពុងតែធ្វើការជម្រាបជូននេះដូច្នេះហើយយើងទាំងអស់គ្នាជាប្រជាជាតិខ្មែរយើងត្រូវតែរួមគ្នានៅក្នុងការផ្សព្វផ្សាយនៅរមណីយដ្ឋានទេសចរជាតិរបស់យើងឲ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកដំណើរកម្សាន្តនៅនឹងរាជាណាចក្រកម្ពុជារបស់យើងជាក់ស្ដែងដូចជានៅទឹកជ្រោះប៊ូស្រាបាននឹងកំពុងតែមានការអភិវឌ្ឍយ៉ាងប្រពៃទីទៀតបងប្អូនថ្មើរជើងអាចដើរមកខាងលើនេះក្រោយពីមានការរៀបចំរួចរាល់ទៅគឺថាល្អមែនទែនតែម្ដងយើងចង់មកមើលទិដ្ឋភាពខាងលើបងប្អូនឃើញមិញខ្ញុំនៅខាងលើនៅខាងនោះបន្ទាប់មកនោះគឺទឹកជ្រោះហើយនឹងធ្លាក់ទៅខាងក្រោមបែកផ្សែងបាទលឺលាន់សំឡេងដូចជាដូរតន្ត្រីគួបផ្សំជាមួយបន្តិចទៀតនេះគឺមានសំឡេងរៃបាទហាក់បីដូចជាចម្រៀងច្រៀងប្រគំកំដរដំណើរគ្នាយ៉ាងដូចនោះផងដែរដូច្នេះធ្វើឲ្យយើងនឹងមានអារម្មណ៍កាន់តែស្រស់ស្រាយសប្បាយរីករាយមែនទែនទាំងអស់គ្នារួមគ្នាដើម្បីទេសចរកម្ពុជា